បើសិនជាឆ្នាំនេះបងចង់ឲ្យដំណាំរបស់បងទទួលបានទិន្នផលល្អជាងមុនច្រើនជាងមុនកុំអស់រំលងវីដេអូនេះឲ្យសោះបងដឹងទេថាមីក្រូសារធាតុចិញ្ចឹមចំនួន2ដែលសំខាន់បំផុតនៅពេលដែលដំណាំរបស់យើងកំពុងតែចិតចេញផ្កាបើសិនជាជីទឹកផ្កាផ្លែរបស់បងអត់មានមីក្រូសារធាតុចិញ្ចឹមទាំងពីរនេះទេបងគួរតែប្រញាប់ផ្លាស់ប្ដូរជីទឹកនេះជាបន្ទាន់អញ្ចឹងមីក្រូសារធាតុចិញ្ចឹមចំនួន2ដែលសំខាន់នៅក្នុងដំណាក់កាលលូតលាស់ផ្កាហ្នឹងទី1 Spontor គឺជាមីក្រូសារធាតុចិញ្ចឹមមួយដ៏សំខាន់នៅក្នុងការបង្កើតផ្កានិងជំរុញឲ្យចេញផ្កាច្រើនហើយជាពិសេសជួយឲ្យកាន់ផ្កាបានល្អមិនងាយជ្រុះដែលជួយឲ្យទិន្នផលរបស់បងច្រើនជាងមុននិងល្អជាងមុនមីក្រូសារធាតុចិញ្ចឹមទី2ដែលចាំបាច់បំផុតនៅក្នុងដំណាក់កាលចេញផ្កាហ្នឹងគឺ Boron គឺជាមីក្រូសារធាតុចិញ្ចឹមដែលមានសមត្ថភាពពិសេសនៅក្នុងការបង្កើតជាបំពង់លំអងរបស់ផ្កាដែលជួយឲ្យបំពង់លំអងរបស់ផ្កាហ្នឹងលូតលាស់បានល្អអញ្ចឹងនៅពេលដែលមានឃ្មុំទៅក្រេបលំអងហ្នឹងហើយវាបន្តដំណើររបស់លំអងហ្នឹងពីកេសរឈ្មោលទៅកេសរញីវាជួយបង្កើតបានជាផ្លែបានច្រើនហើយជាពិសេសវាជួយបង្កើនគុណភាពរបស់ផ្លែដែលធ្វើឲ្យផ្លែហ្នឹងមានទម្ងន់ល្អមានពណ៌ល្អហើយមានរសជាតិឆ្ងាញ់ទៀតផងចឹងបើសិនជាជីទឹករបស់បងអត់មានមីក្រូសារធាតុចិញ្ចឹមចំនួន2នេះដែលខ្ញុំរៀបរាប់ខាងលើចឹងមានន័យថាជីទឹកអរម៉ូនដែលបងកំពុងប្រើហ្នឹងគឺអត់មានប្រសិទ្ធភាពទេចឹងបើបងអត់ដឹងថាប្រើប្រាស់ជាមួយនឹងជីទឹកអរម៉ូនណាដែលប្រើប្រាស់ទៅត្រូវហើយជួយឲ្យទិន្នផលរបស់បងកើនឡើងខ្ញុំសូមណែនាំជាមួយនឹងជីទឹកអរម៉ូនការផ្លែរបស់ LF ចឹងជាមួយនឹងជីទឹកអរម៉ូនការផ្លែរបស់ LF គឺមានរូបមន្តពិសេសមកពីប្រទេសកូរ៉េដែលមានមីក្រូសារធាតុចិញ្ចឹមចំនួន15មុខនិងសារធាតុចិញ្ចឹមចម្បងចំនួន3មុខដែលជួយជំរុញឲ្យការចេញផ្កាបានច្រើននិងបានលឿនហើយជាពិសេសធ្វើឲ្យកាន់ក្តឹបមិនងាយជ្រុះនិងទិន្នផលរបស់ផ្លែកាន់តែប្រសើរឡើងហើយគុណភាពកាន់តែល្អចឹងបើសិនជាបងចង់បានទិន្នផលល្អជាងមុនខ្ពស់ជាងមុនគុណភាពកាន់តែប្រសើរកុំភ្លេចជាមួយនឹងជីទឹកអរម៉ូន LF របស់យើងជីសេរីរាង្គខ្មែរគឺជាមិត្តល្អរបស់កសិករជានិច្ចជីសេរីរាង្គខ្មែរចូលរួមថែរក្សាសុខភាពគ្រួសារ